បាទសួស្តីបងប្អូនទាំងអស់គ្នាជាពិសេសអ្នកដែលប្រើប្រាស់រថយន្តប្រុសថ្មីអញ្ចឹងគាត់ប្រហែលជាអាចជួបបញ្ហាហើយគាត់អត់ទាន់ដឹងពីរបៀបក្នុងការ clear message មួយចំនួនអញ្ចឹងថ្ងៃនេះខ្ញុំសូមបង្ហាញពីរបៀបក្នុងការ clear oil maintenance required message មានន័យថាវាតម្រូវឲ្យឡានយើងនឹងត្រូវដូរប្រេងដល់ពេលត្រូវដូរប្រេងប៉ុន្តែពេលខ្លះយើងបដូរហើយថ្មីឬក៏យើងបដូរហើយទោះជាយើងបដូរហើយក៏ message ហ្នឹងក៏វាអត់បាត់ទៅវិញដែរអញ្ចឹងហើយយើងត្រូវការ clear វាចោលបាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលមកមើលរបៀប clear ទាំងអស់គ្នាអញ្ចឹងដំបូងយើងត្រូវការបដូរបាទយើងត្រូវការបដូរកន្លែងខាងក្រោមនេះឲ្យទៅជា trip អាចជា trip A ឬក៏ trip B ក៏បានដែរអញ្ចឹងយើងចុចសញ្ញានេះកន្លែងនេះបងប្អូនលើដៃចង្កូតខាងស្ដាំហ្នឹងសញ្ញា trip បាទចុចពឹកមកវានឹងចូលទៅ trip A បាទនៅអេក្រង់ខាងលើ trip A អញ្ចឹងយើងអាចបន្លត់ឡានបានណាបាទចុចប៊ូតុងបន្លត់ឡានទៅបាទបន្ទាប់មកទៀតយើងចុចប៊ូតុងនេះឲ្យជាប់បាទគីឡូម៉ែត្រក្នុង1ម៉ោងឬក៏ mile per hour MPH ហ្នឹងចុចឲ្យជាប់បាទចុចជាប់ហើយយើងចុចបញ្ឆេះឡានបាទចុច2ដងបាទដោយមិនបាច់ជន់ប្រាំងណាបងប្អូនមិនបាច់ជន់ប្រាំងអញ្ចឹងសញ្ញា load reset វានឹងចាប់ផ្ដើមហើយយើងនឹងចុចប៊ូតុងនេះឲ្យជាប់បាទអញ្ចឹងសញ្ញានឹងបាត់ទៅហើយបាទសូមអរគុណសូមជម្រាបលា